រឿងម៉ាក់ធីកូនិងផេនឌីបានជួបសៀវភៅវេទមន្តនៅវេលាដ៏ពិសេសពេលព្រឹកថ្ងៃមួយមានកូនឆ្មា Max កូនខ្លាធីកូនិងកូនខ្លាឃ្មុំផេនឌីពួកគេសប្បាយរីករាយនឹងដំណើរកម្សាន្តដ៏ពិសេសរបស់ពួកគេទៅកាន់បណ្ណាល័យមួយខ្លាឃ្មុំតូចផេនឌីទាញទូរស័ព្ទកក់ហៅតាក់ស៊ីរើមកកង់3មួយដោយពួកគេមានការប្រញាប់ជាខ្លាំង1 នាទីក្រោយមករើមកកង់3មកដល់ពួកគេមិនចាំយូរទេក៏នាំគ្នាឡើងរើមកតាក់ស៊ីហើយក៏ចេញដំណើរទៅរើមកកង់3បើកាត់តាមដងផ្លូវមិត្តភ័ក្តិទាំង3នាក់បានរីករាយជាមួយខ្យល់អាកាសដ៏បរិសុទ្ធនិងទិដ្ឋភាពតាមបណ្ដោយផ្លូវក្នុងទីក្រុងមិនយូរប៉ុន្មានពួកគេបានទៅដល់បណ្ណាល័យនោះហើយមើលទៅធំទូលាយនិងស្រស់ស្អាតខ្លាំងណាស់រើមកម៉ូតូកង់3បានឈប់ហើយមិត្តភ័ក្តិក៏លោតចេញយ៉ាងលឿនអរគុណអ្នកបើកបរដោយភាពរួសរាយរាក់ទាក់ពេលពួកគេចូលទៅក្នុងបណ្ណាល័យមានភាពស្ងប់ស្ងាត់ហើយពោរពេញទៅដោយសៀវភៅគ្រប់ប្រភេទដ៏ច្រើនកូនឆ្មា Max បានរកឃើញសៀវភៅវិទ្យាសាស្ត្រមួយក្បាលកូនខ្លាធីកូបានរើសយកសៀវភៅរឿងនិទានឯកូនខ្លាឃ្មុំផេនឌីបានចាប់យកសៀវភៅដែលសរសេរអំពីលំហក្រោយមកមិត្តភ័ក្តិទាំង3នាក់បានអង្គុយនៅលើតុឈើធំមួយហើយចាប់ផ្ដើមអានសៀវភៅដោយយកចិត្តទុកដាក់មួយសន្ទុះក្រោយមកកូនខ្លាឃ្មុំផេនឌីបានរកឃើញទ្វារមួយដែលមានស្លាកថាបន្ទប់អានសម្ងាត់ហើយក៏ចង្អុលទៅបន្ទប់នោះរំពេចនោះពួកគេបានរុញទ្វារឲ្យចំហហើយនៅក្នុងបន្ទប់សម្ងាត់នោះគឺវាពោពេញទៅដោយសៀវភៅមានពន្លឺភ្លឺចែងចាំងដូចជាវេទមន្តអ្វីម្យ៉ាងផងដែរកូនខ្លាឃ្មុំផេនឌីបានយកសៀវភៅមានពន្លឺភ្លឺមួយក្បាលមកអានស្រាប់តែមានពាក្យមួយឃ្លាចេញមកលើលំហវាជាឱកាសដ៏ល្អកូនឆ្មា Max កូនខ្លាធីកូនិងខ្លាឃ្មុំផេនឌីបានរៀនពីរឿងរ៉ាវខ្លះៗពីសៀវភៅវេទមន្តនោះក្រោយពីរៀនរឿងរ៉ាវពីសៀវភៅវេទមន្តនោះរួចពួកគេបានលាសៀវភៅវេទមន្តនោះហើយចេញពីបន្ទប់នោះទៅមុននឹងពួកគេចេញពីបណ្ណាល័យពួកគេបានខ្ចីសៀវភៅខ្លះៗទៅអាននៅផ្ទះពួកគេពេលដើរចេញទៅខាងក្រៅគេឃើញម៉ូតូកង់3ដែលនៅចាំនៅទីនោះពួកគេក៏ឡើងជិះហើយត្រឡប់ទៅផ្ទះវិញពួកគេជិះរើមកកង់3ត្រឡប់មកផ្ទះវិញនៅតាមបណ្ដោយផ្លូវពួកគេក៏បាននិយាយអំពីដំណើរផ្សងព្រេងរបស់ពួកគេផងដែរពេលត្រឡប់មកដល់ផ្ទះវិញពួកគេអង្គុយលើសាឡុងហើយក៏បន្តអាននិងស្រាវជ្រាវជាមួយគ្នាបន្តទៀតពួកគេមានអារម្មណ៍សប្បាយរីករាយនិងដឹងគុណចំពោះថ្ងៃដ៏រីករាយនិងបានជួបសៀវភៅវេទមន្តបែបនេះវាជាថ្ងៃដែលពួកគេមិនអាចបំភ្លេចបានកូនឆ្មា Max កូនខ្លាធីកូនិងកូនខ្លាឃ្មុំផេនឌីមានអារម្មណ៍សប្បាយរីករាយនិងដឹងគុណចំពោះដំណើរកម្សាន្តដ៏អស្ចារ្យរបស់ពួកគេនៅបណ្ណាល័យនៅពេលពួកគេអង្គុយជាមួយគ្នាអានសៀវភៅនៅផ្ទះពួកគេញញឹមដោយដឹងថាសៀវភៅទាំងអស់បានរៀបចំដំណើរផ្សងព្រេងថ្មីដែលកំពុងរង់ចាំពួកគេហើយជាមួយនឹងគំនិតនោះពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរផ្សងព្រេងបន្ទាប់សម្រាប់ពួកគេសូមអរគុណ